ok là ní dương sắc xaអំពីចំណុចទី3គឺយើងស្វែងយល់អំពីអ៊ីនធឺណិតតើនេះបាទអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសធ្លាប់ឮពាក្យថាអ៊ីនធឺណិតហើយតោះយើងទៅ check មើលអ៊ីនធឺណិតតោះយើងទៅ check មើលឯកសារនៅលើអ៊ីនធឺណិតតោះយើងទៅ download បទចម្រៀងនៅលើអ៊ីនធឺណិតតើនេះបាទតោះយើងទៅ download software សម្រាប់ទូរស័ព្ទឬ download software សម្រាប់ computer ណាអញ្ចឹងមានន័យថាអ៊ីនធឺណិតគឺជាបណ្ដុំព័ត៌មានសម្រាប់ចែកចាយទៅឲ្យ user ប្រើប្រាស់តើនេះបាទអញ្ចឹងសួរថាតើបណ្ដុំព័ត៌មានទាំងអស់នោះបានមកពីណាអញ្ចឹងបណ្ដុំព័ត៌មានទាំងអស់នោះបានមកពីក្រុមហ៊ុននីមួយមិនថាក្រុមហ៊ុនស្រុកខ្មែរយើងឬក្រុមហ៊ុនស្រុកគេទេគេបានបង្ហោះព័ត៌មានទាំងអស់នោះឡើងតើនេះបាទឬក៏មិនដែរមិនចាំបាច់ក្រុមហ៊ុននេះអាចមានបុគ្គលណាក៏បានអាចមាននិស្សិតណាក៏បានដែលគាត់អាចចង់បង្ហោះព័ត៌មានរបស់គាត់ឲ្យគេឃើញតើនេះបាទនោះគេហៅថាអ៊ីនធឺណិតហើយអញ្ចឹងរាល់មិនថាអ៊ីនធឺណិតនេះវាជួយយើងច្រើនមែនទែនជួយឲ្យយើងស្គាល់ពីពិភពលោកជួយឲ្យយើងស្គាល់ពីអ្វីដែលយើងចង់បានតើនេះបាទអូខេអញ្ចឹងសួរថាតើព័ត៌មានទាំងនោះបានមកពីណាទៀតជាធម្មតានៅពេលដែលក្រុមហ៊ុនមួយចង់ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនឲ្យគេដឹងតើគេផ្សព្វផ្សាយតាមមធ្យោបាយណាខ្លះគេផ្សព្វផ្សាយតាមរយៈទូរទស្សន៍គេផ្សព្វផ្សាយតាមកាសែតមិនចឹងទេបាទគេផ្សព្វផ្សាយតាមរយៈចែកកដាស់អញ្ចឹងប្រព័ន្ធអ៊ីនធឺណិតនេះក៏ជាតំបន់មួយក៏ជាចំណុចមួយសម្រាប់ឲ្យក្រុមហ៊ុនទាំងនោះអាចផ្សព្វផ្សាយពាណិជ្ជកម្មបានដែរតើនេះបាទអញ្ចឹងមានន័យថាគេនឹងជួលខាង web developer ឬជួលខាង web design ដើម្បីបង្កើតបានជាគេហទំព័រមួយ home page តើនេះបាទឧទាហរណ៍ថាឥឡូវក្រុមហ៊ុនរបស់ខ្ញុំដែលមានឈ្មោះថា kmaifree.com នេះបាទខ្ញុំដាក់ឈ្មោះ kmaifree.com នេះអញ្ចឹងអ្នកទាំងអស់គ្នាអីគឺ kmaifree.com បើថាខ្មែរយើងធម្មតា free តើ website kmaifree.com ក៏ចង់និយាយពីអ្វីតើនេះបាទអញ្ចឹងនៅក្នុង website kmaifree.com របស់ខ្ញុំគឺខ្ញុំចង់និយាយពី video ITបើថាបង្កើតជាវីដេអូបង្រៀនផ្នែកខាង IT ដែលបញ្ចូលជាភាសាខ្មែរតើនេះបាទមានអាការរបស់ជាក់ស្ដែងអញ្ចឹងធ្វើម៉េចបានអ្នកនរគ្នាដឹងអញ្ចឹងខ្ញុំត្រូវការបង្កើតគេហទំព័រមួយនិយាយពីអ្វីដែលព័ត៌មានក្នុងក្រុមហ៊ុនយើងមានដាក់នៅលើ website តើនេះបាទហើយយើងយក website ទាំងអស់នោះទៅផ្ទុកនៅលើ hosting បាទខ្ញុំសេលេងតិចទៅផ្ទុកនៅលើ hosting ឬផ្ទុកនៅលើម៉ាស៊ីនខ្លួនឯងបាទមកដាក់ owner PC ប៉ុន្តែជាទូទៅអាព័ត៌មានទាំងអស់នោះផ្ទុកនៅលើម៉ាស៊ីនខ្លួនឯងកន្លែងប្រើហើយព្រោះវាមានគុណវិបត្តិច្រើនតើនេះបាទជាទូទៅមានតែរាល់ព័ត៌មានរាល់ឯកសារទាំងអស់ដើម្បីចង់ផ្សព្វផ្សាយពាណិជ្ជកម្មភាគច្រើនគេដាក់នៅលើ hosting បាទ hosting គឺជា server មួយបាទជា server មួយសម្រាប់ផ្ទុកនៅ website សម្រាប់ផ្ទុកនៅ web page ដើម្បីឲ្យគេអានអញ្ចឹងអាពាក្យ hosting ខ្ញុំនឹងបញ្យល់នៅពេលក្រោយព្រោះទៅមុខទៀតយើងរៀនពីបង្ហោះ website រៀនអីហ្នឹងឥឡូវខ្ញុំអាចសន្មតថា hosting វាជា server មួយប្រៀបបានដូចនៅលើមេឃអញ្ចឹងវាដូចជាដុំពពកមួយនៅលើមេឃអញ្ចឹងវាជាប្រអប់មួយនៅលើមេឃអញ្ចឹងគ្រាន់តែយើងយកព័ត៌មានគេហទំព័រដែលយើងបាន design ជា web page ហ្នឹងយកទៅផ្ទុកក្នុង hosting ហ្នឹងទៅហើយយើងគ្រាន់តែទិញ domain មួយទៀតទៅយើងអាចមើលព័ត៌មានលើ website បានហើយប៉ុន្តែសូមបញ្ជាក់ថាអ្នកទាំងអស់គ្នាដែលថាមិនទាន់យល់ច្បាស់មិនចាំបាច់ខ្វល់ពីអាហ្នឹងទេព្រោះវារៀនទៅមុខទៀតយើងនឹងរៀនយល់ទេបាទអូខេអញ្ចឹងអ៊ីនធឺណិតហ្នឹងគាត់ថាវាជួយយើងបានច្រើនមែនតើអ្វីដែលយើងមិនចេះយើងចង់ឆ្ងល់កន្លែងណាយើងអីកន្លែងណាយើងអាចសួរតាមរយៈអ៊ីនធឺណិតបានដោនឡូតបានចូលមកប្រើប្រាស់តើនេះបាទហើយមួយទៀតនៅលើអ៊ីនធឺណិតហ្នឹងគេច្រើនប្រើ www បាទ w 3ដង w 3ដងពាក្យពេចន៍មកគឺ world wide web តើនេះបាទអញ្ចឹងយើងទៅកន្លែងណាក៏ដោយមិនថានៅក្នុងស្រុកខ្មែរយើងមកប្រទេសកម្ពុជារបស់យើងហ្នឹងគឺយើងនៅភ្នំពេញក៏ដោយនៅបាត់ដំបងក៏ដោយកំពង់ចាមសៀមរាបឬយើងនៅប្រទេសណាក៏ដោយឲ្យតែមានអ៊ីនធឺណិតក៏យើងអាចធ្វើការ check នៅព័ត៌មានទាំងអស់នោះបានដែរយល់ទេបាទអញ្ចឹងមុននឹងយើង check មើលព័ត៌មានទាំងអស់នោះបានទី1យើងត្រូវសួរខ្លួនឯងសិនថាតើយើងចង់ check មើលព័ត៌មានអ្វីយល់បាទយើងចង់ check មើលព័ត៌មានអ្វីឬមួយយើងចង់រកអ្វីតើណាបាទអូខេឥឡូវខ្ញុំនិយាយពីការសាមញ្ញសិនមានន័យថាយើងត្រូវដឹងពីអាស័យដ្ឋាននៃ website នោះអាស័យដ្ឋាន website ឧទាហរណ៍ថាឥឡូវខ្ញុំចង់បាន website មួយឈ្មោះ Khmer Free បាទជាធម្មតាមុនដំបូងយើងមិនដឹងថា Khmer Free យ៉ាងម៉េចទេណា
យើងពេលខ្លះយើងមើលតាមទូរទស្សន៍ទៅមានក្រុមហ៊ុនគេផ្សាយតាមទូរទស្សន៍គេដាក់អាស័យដ្ឋានគេហទំព័រក្រោមគឺ w.khmaifree.com យល់ទេបាទឬយើងមើលតាមអានតាមខ្សែតាមទស្សនាវដ្តីទៅគេផ្សព្វផ្សាយពាណិជ្ជកម្មឬចែកកណ្ដាលទៅគេដាក់ khmaifree.com អញ្ចឹងយើងយកអាស័យដ្ឋានហ្នឹងមកវាយនៅលើអ៊ីនធឺណិតនៅលើ web browser របស់យើងទៅវានឹងបង្ហាញព័ត៌មានតែម្ដងយល់ទេបាទអញ្ចឹងអ្វីដែលយើងកំពុងឃើញនេះគេហៅ www.khmaifree.com នេះគេហៅថា URL ឬក៏ address នៃ website តោះនេះបាទអញ្ចឹងមួយទៀតដូចជា www.khmaifree.com បាទនេះក៏ជាអាស័យដ្ឋានមួយ URL មួយដែរបាទមួយទៀតគឺជា www.sabaydownload.com បាទនេះក៏ជា website របស់ក្រុមហ៊ុនខ្ញុំទាំងអស់បាទមកជួលលើនេះបាទអ្នកទាំងអស់គ្នាធ្លាប់ឮហើយដូចជាគេ yahoo.com បាទណា google.com facebook.com hifi.com បាទណាអានេះគឺជា URL របស់វាទាំងអស់អញ្ចឹងទៅមុខទៀតខ្ញុំនឹងតេស្តឲ្យមួយមើលបាទចុះអញ្ចឹងឥឡូវនេះខ្ញុំចាប់តាមតេស្ត website khmaifree.com បាទអញ្ចឹងខ្ញុំចាប់តាមបើកអ៊ីនធឺណិតបាទខ្ញុំជ្រើសយក browser ណាមួយដែលខ្ញុំពេញចិត្តអូខេខ្ញុំចូលចិត្តប្រើ Mozilla Firefox ឬក៏ Google Chrome អញ្ចឹងពេលខ្ញុំបើកមកវាចេញរញ៉ៃខ្ញុំអាចបិទក៏បានឬយក cancel ក៏បានដែរបន្តមកទៅត្រង់កន្លែង address អូខេ cancel ចាំមួយទៀតចំពោះ address ខាងលើនេះខ្ញុំចាប់តាមវាយ www.khmaifree.com មកហើយខ្ញុំ enter ឃើញទេបាទអញ្ចឹងអ្វីយើងកំពុងឃើញនេះគឺជាអាស័យដ្ឋានបាទ URL ឬក៏ជា address នៃ website អញ្ចឹងនៅក្រៅពីខ្ញុំដឹងខ្ញុំមកវាយព័ត៌មានកន្លែងហ្នឹងមកអូខេអញ្ចឹងអ្វីយើងកំពុងឃើញនេះគឺជាព័ត៌មានឬគឺជាគេហទំព័រដែលបានបង្ហាញពីអាស័យដ្ឋាននៃ khmaifree.com នេះយល់បាទអញ្ចឹងយើងអាចអានព័ត៌មានដូចជានៅក្នុង about us ឬ contact us ឬក៏ជាព័ត៌មានផ្សេងដែលយើងកំពុងឃើញនេះតោះនេះបាទអូខេមួយទៀតខ្ញុំបើក tab ថ្មីមួយទៀតខ្ញុំចាប់ដើមវាយ www.google.com ខ្ញុំ enter បាទអញ្ចឹងនេះខ្ញុំបើក website របស់ Google តោះនេះបាទអូខេខ្ញុំបើកមួយទៀតខ្ញុំបើក website មួយទៀតគឺ www.yahoo.com ខ្ញុំ enter បាទអញ្ចឹងអ្វីដែលយើងកំពុងឃើញគឺជា URL ឬក៏អាស័យដ្ឋាននៃ website តោះនេះបាទអញ្ចឹងសុកមិនយើងដឹងនេះជាទូទៅយើងឮពាក្យថា Yahoo យើងឮពាក្យថា Google យើងឮពាក្យថា khmaifree.com ហ្នឹងពីមិត្តមួយទៅមិត្តមួយពីមាត់មួយទៅមាត់មួយឬគឺការតាមផ្សាយតាមរយៈទូរទស្សន៍ឬក៏សាច់ជាដើមឬយើងបានរៀននៅសាលាជាដើមតោះនេះបាទអូខេតោះអូខេឥឡូវនេះតកតងទៅនឹងព័ត៌មានលើអ៊ីនធឺណិតគឺយើងអាចស្វែងរកជាសៀវភៅក៏បានយើងអាចស្វែងរកកម្មវិធីសម្រាប់ទូរស័ព្ទឬក៏កម្មវិធីសម្រាប់ជាមួយកុំព្យូទ័រក៏បានយើងអាចស្វែងរកបទចម្រៀងឬក៏ជាវីដេអូនៅលើអ៊ីនធឺណិតដែលមិនចាំបាច់ទៅទិញតាមផ្សារនាំអស់លុយទេណាបាទយើងអាចស្វែងរក game បាទសម្រាប់កុំព្យូទ័រក៏បាន game សម្រាប់ទូរស័ព្ទក៏បានយើងអាចស្វែងរក driver មាននៅពេលដែលទូរស័ព្ទរបស់យើងនៅពេលដែលកុំព្យូទ័ររបស់យើងអត់ស្គាល់ driver កុំច្រឡំណា driver នេះអ្នកបើកបរបាទ driver នេះមិនមែនអ្នកបើកបរទេ driver គឺចង់ផ្ដោតទៅលើកុំព្យូទ័រមាន driver phone ឬក៏ driver PC ជាដើមបាទអញ្ចឹង driver ភាគច្រើនវាតាក់ទងទៅនឹង sound audio តាក់ទងសំឡេងណាបាទវាតាក់ទងទៅនឹង VGA វាតាក់ទងទៅនឹង network card វាតាក់ទងទៅនឹង wireless wifi នៅវាតាក់ទងទៅនឹង device ផ្សេងទៀតដែលក្នុងកុំព្យូទ័ររបស់យើងនៅពេលដែលយើង install វីដេអូមិនស្គាល់អញ្ចឹងយើងអាចធ្វើការ download នៅ driver ទាំងអស់នោះដើម្បីមកតម្លើងក្នុងកុំព្យូទ័ររបស់យើងបានដែលយើងស្វែងរកលើអ៊ីនធឺណិតតោះនេះបាទមួយទៀតតទៅនឹង crack ឬក៏ serial ជាធម្មតានៅពេលដែលកម្មវិធីឬ software ដែលយើងបញ្ចូលក្នុងកុំព្យូទ័ររបស់យើងហ្នឹងវាអត់មាន serial មកថាយើងបញ្ចូលហើយវាអត់ full version អញ្ចឹងបើសិនជាអត់ full version ទេយើងអាចធ្វើការ search ឬស្វែងរកនៅ serial ឬក៏ crack ឬ key ពីអ៊ីនធឺណិតដើម្បីមកបំពេញតម្រូវការនៃ software របស់យើងឲ្យ full version ជាធម្មតា software របស់យើងកម្មវិធីដែលយើងប្រើប្រាស់កុំព្យូទ័រដល់ពេលយើងបញ្ចូលទៅហើយវាអត់ full ទេយើងប្រើប្រាស់អត់ល្អទេវាដាក់អត់ស្រួលឬប្រើប្រាស់បានប្រហែលថ្ងៃក្រោយមកកម្មវិធីនោះនឹង expire នឹងផុតកំណត់ហើយយើងប្រើឡើងកើតហើយអញ្ចឹងដើម្បីប្រើការលុះត្រាតែយើងបំពេញឲ្យវា full version អញ្ចឹង full version វាតកតងទៅនឹង crack ឬតកតងទៅនឹង serial ឬតកតងទៅនឹង keychain ទៅតាមមធ្យោបាយណាមួយដែល software គេបង្កើតមកតោះនេះបាទតកតង Google បាទ Google គឺជា URL មួយគឺជា home page មួយជា website មួយជាបណ្ដុំនៃព័ត៌មានមួយសម្រាប់ចែករំលែកឲ្យអ្នកនរគ្នានៅពេលអ្នកនរគ្នាចង់ស្វែងរកយល់ទេបាទ
តោះឥឡូវខ្ញុំចាំមកបង្ហាញពី e-book បាទខ្ញុំឧទាហរណ៍ខ្ញុំបានស្គាល់ website មួយឈ្មោះថា Amazon បាទ www.amazon.com អញ្ចឹងកន្លែងនេះខ្ញុំបើក URL នេះមកអូខេខ្ញុំសម្បត្តិនេះចោលទៅកុំឲ្យយើងច្រឡំបាទខ្ញុំបិទចោលបាទនេះថ្មីចេះមកខ្ញុំវាយ www.amazon បាទ .com បាទខ្ញុំចូល website ឈ្មោះថា amazon.com អញ្ចឹង website នេះគេនិយាយពីសភៅបាទហើយសភៅវាមានច្រើនប្រភេទតោះតែបាទជាទូទៅខ្ញុំសូមបញ្ជាក់ថាមិនមែន website មួយមាន perfect ទាំងអស់ទេគាត់ថា website ខ្លះមានតិច website ខ្លះមានច្រើនហើយទៅតាមប្រភេទនៃ website តោះតែបាទដូចជា like search នេះគេដាក់ all យើងចង់ search ប្រភេទ category អីក៏បានដែរអូខេបាទខ្ញុំចុចលេខមួយមកឃើញទេបាទវាមានច្រើនមែនតើបាទក្នុង Amazon ហ្នឹងវាអាចតាក់ទងទៅនឹង application តាក់ទងកម្មវិធីតាក់ទងសភៅតាក់ទងទៅនឹងសុខភាពបាទវាមានតាក់ទង electronic តាក់ទង computer អូច្រើនណាស់បើយើងយក all អញ្ចឹងវា search ក្នុងទាំងអស់ក្នុងស្ថាប័នទាំងអស់តែម្ដងយល់ទេបាទឧទាហរណ៍តាក់ទងទៅនឹងអីគេខ្ញុំដាក់ថាឥឡូវហ្នឹងគេដាក់ថា network ខ្ញុំចង់បានថាមុខសៀវភៅ network មួយចុះ network security បាទអញ្ចឹងខ្ញុំវាយពី network security ខ្ញុំ search ខ្ញុំយក go មកអញ្ចឹងសួរថាតើនៅក្នុង website Amazon នេះវាមានសភៅដែលតាក់ទងទៅនឹង network security ដែរទេអញ្ចឹងឡើយនេះវានឹង search ចេញមកគេដាក់ថា network security ណា Bible ដោយគេដែល Eric Cole នេះជាអ្នកបង្កើតនៅខែនេះថ្ងៃនេះនិងឆ្នាំនេះហើយតម្លៃដែលគេលក់គឺ $35.71 យល់ទេបាទអូខេអញ្ចឹងនេះជាសភៅដែលយើងបាន search ឃើញចេញមកហើយគេដាក់លក់យល់ទេបាទអញ្ចឹង website ខ្លះលក់ website ខ្លះ free ឧទាហរណ៍ថាបើសិនជាសភៅនេះនៅក្នុងលើ website នេះលក់ប៉ុន្តែយើងអាចរកសភៅលើ website ផ្សេងដោយ free ក៏បានដែរប៉ុន្តែនៅមុខទៀតយើងរៀនពីរបៀបការ search download យល់ទេគាត់ថាក្នុងមេរៀននេះខ្ញុំបង្ហាញពី URL ទេនៃ Amazon ដូចជាគេ freecomputerbook.com បាទអញ្ចឹងអូខេខ្ញុំបើក page មួយទៀតអញ្ចឹងជាទូទៅវាច្រើនពីមុនមកអ្នកទាំងអស់នេះច្រើនវាយ www អញ្ចឹងយើងមិនចាំបាច់វាយក៏បានខ្ញុំវាយពេញមក freecomputerbook.com បាទ freecomputerbook.com អូខេអានេះអញ្ចឹងខ្ញុំមើលម្ដងទៀត free computer book អូខេ book មាន s ណាបាទអញ្ចឹងបើយើងវាយខុសតាមមួយពាក្យក៏វាចេញអូខេដល់ពេលនេះអត់មាន s ទេវាចេញព័ត៌មាននេះតែបើខ្ញុំថែម s កតុយព្រោះឈ្មោះវាមាន s បាទខ្ញុំ enter តើវាចេញព័ត៌មាននឹងដូចមិនដេចវិញឃើញទេវាចេញជាទម្រង់នេះវិញអញ្ចឹងអ្វីយើងកំពុងគឺជាព័ត៌មានបាទដែលជាព័ត៌មានមួយស្ថិតនៅក្នុង website ឈ្មោះថា freecomputerbook.com បាទនេះគឺជាសភៅដែលគេបានបង្កើតឬក៏ជា system ដែលគេបានបង្កើតមួយតោះនេះបាទអូខេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាកំពុងតែមើលវីដេអូនេះសូមបញ្ជាក់ថាពេលខ្លះសម្រាប់អ្នកទាំងអស់គ្នាមិនទាន់បានចេះច្បាស់ទេមិនចាំបាច់ថាទៅចុចកន្លែង click ផ្សេងនាំតែមើលទៅវាស្មុគស្មាញរញ៉េរញ៉ៃច្រើនគ្រាន់ថាស្វែងយល់ថានេះគឺជាអាស្រ័យដ្ឋានមួយទៅបានហើយយើងចង់ check មើលព័ត៌មានតោះនេះបាទអូខេអញ្ចឹងរឿងមួយនេះវាតកតងសៀវភៅវាតកតងទៅនឹង software បាទខ្ញុំទាញមកនេះអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាតេស្តអ្នកទាំងអស់គ្នាអាចវាយមួយក៏បានដែរព្រោះក្នុងវីដេអូនេះពេលខ្ញុំតេស្តមួយវាយូរអូខេឥឡូវទៅតកតងចម្រៀង song ឬវីដេអូមួយចោះខ្ញុំយក YouTube បាទអញ្ចឹងឡើយនេះខ្ញុំបើកនេះមួយមកខ្ញុំវាយ YouTube បាទ youtube.com នេះ youtube.com មកខ្ញុំ enter អញ្ចឹងអ្វីដែលយើងកំពុងឃើញនេះគឺជាព័ត៌មាន website មួយដែលផ្ទុកនៅវីដេអូ clip បាទអូខេឥឡូវតកតងថាឥឡូវចម្រៀងឯមួយចោះតកតងនឹងកូរ៉េឬក៏ណាកូរ៉េបាទកូរ៉េ song បាទខ្ញុំវាយពីកូរ៉េ song ចឹងនេះវាចេញសិតតែកូរ៉េ song មកទាំងអស់តោះនេះបាទចឹងខ្ញុំពេញចិត្តចម្រៀងបទមួយណាគឺខ្ញុំគ្រាន់ចុចលើវាមួយមកបាទពេលនោះវានឹងចាប់ផ្ដើម play តែម្ដងតោះនេះបាទចឹងនេះគឺជា link នៃវីដេអូផ្សេងទៀតដែលយើងចង់មើលអ្វីយើងកំពុងឃើញនេះវាកំពុងតែដំណើរការនៃវីដេអូនេះហើយតោះនេះបាទអូខេអញ្ចឹងតកតងទៅនឹងគេហទំព័រមួយដែលមានឈ្មោះថា youtube.com នេះវាមានតួនាទីក្នុងការផ្ទុកនៅវីដេអូ clip ជាច្រើនដែលយើងចង់រកតោះនេះបាទអូខេមួយទៀតខ្ញុំអាចបើកជាមួយទៀតដូចជា www.khmerforever បាទ khmerforever បាទនេះ website នេះក៏តកតងទៅនឹងបទចម្រៀងដែរយើងអាចធ្វើការ download នៅចម្រៀងផ្សេងៗនៅលើ website នេះក៏បានតាមពិតវាមានច្រើនទៀតមិនមែនមានតែ website Khmer Forever វាមានសបាយ download វាមាន movie លយ9អូវាមានច្រើនមែនតើតោះនេះបាទអូខេចឹងនេះបិទចោលវិញដូចជា
បាទ crack បាទ crack អាចប្រើ URL មួយណាក៏បានដែរចឹងនៅពេលអ្នកទាំងអស់គ្នាមើលវីដេអូគួរតែកត់នៅអាស័យដ្ឋាននេះទុកបាទយើងព្រោះវាមានប្រយោជន៍នៅពេលក្រោយនៅពេលដែលយើងស្វែងរកចំណុចណាមួយណាបាទអូខេបន្តមកទៀតឥឡូវនេះអានេះដោយសារអ្នកទាំងអស់គ្នាបានស្គាល់នៅ URL បានស្គាល់នៅអាស័យដ្ឋាននៃ website របស់គេមិនចឹងហើយហ្នឹងប៉ុន្តែមួយទៀតខ្ញុំណែនាំនៅក្នុង Google បាទ Google គឺជា website មួយផ្ទុកនៅព័ត៌មានជាច្រើនហើយតម្រូវឲ្យយើង search ដើម្បីទាញព័ត៌មានទាំងអស់នោះបាទអញ្ចឹងខ្ញុំចូលទៅកាន់ website ដដែលខ្ញុំបិទចោលទាំងអស់កុំឲ្យច្រឡំបាទខ្ញុំចូលទៅក្នុង Google បាទខ្ញុំឲ្យមើលបោះឆ្មាត់ www.google.com នៅពេលខ្ញុំ enter google.com ធម្មតាអញ្ចឹងកន្លែងនេះវា load ចេញ before វាមាន https www.google.com.kh អញ្ចឹងដល់ពេល enter ចេញព័ត៌មានហើយអ្នកទាំងអស់នេះមិនចាំបាច់ខ្វល់ពីអាស័យដ្ឋានខាងលើនេះទេយល់ទេបាទហើយកន្លែងនេះគេដាក់ថាភាសាខ្មែរឃើញទេបើខ្ញុំចុចទៅលើភាសាខ្មែរអញ្ចឹង Google នេះវាចេញជាភាសាខ្មែរព្រះរាជាណាចក្រកម្ពុជាយល់ទេបាទតើបើខ្ញុំចង់ចុចជា Google English ខ្ញុំគាត់ចុចទៅលើកន្លែងចំណុច English នេះមកវាទៅជា Google English ហើយតោះនេះបាទអូខេខ្ញុំសម្បត្តិបាទសម្បត្តិនេះចោលអូខេអត់មានព័ត៌មានជាទូទៅពេលខ្លះអ្នកខ្លះចង់បើក Google មកជា Google English តែម្ដងអញ្ចឹងពេលខ្លះយើងមិនចាំមកបាយ W ក៏បានខ្ញុំបាយតែ Google មកនេះគាត់យើងវាយ /en បាទថែមពី en កតុយទៅពេលដែលយើង enter មកគឺវាជាលក្ខណៈ Google English តែម្ដងឃើញទេបាទវាអត់មានជា Google សម្រាប់ខ្មែរទេបន្តទៅទៀតក្រោយពីខ្ញុំបានបើក website Google នេះហើយខ្ញុំចង់ស្វែងរកនៅព័ត៌មានមួយចំនួនលើអ៊ីនធឺណិតប៉ុន្តែខ្ញុំអត់ដឹងយល់ទេបាទអញ្ចឹងខ្ញុំសួរខ្លួនខ្ញុំសិនថាខ្ញុំចង់រកអីគេណាបាទខ្ញុំចង់រកអីអូខេអញ្ចឹងនៅតាមកន្លែងនេះវាមានតកតង search វា search តកតងគេហទំព័រ image search រូបភាពចាចំណុចអស់នេះខ្ញុំនឹងបង្ហាញពេលក្រោយទៀតអូខេឥឡូវ Google ខ្ញុំចង់ search ពី website មួយតកតងទៅនឹងចំណេះដឹង computer ឬក៏តកតងទៅនឹងអីមួយទៅអូខេឥឡូវតកតងនឹង product អីមួយខ្ញុំអូខេឡើងសុំគិតមកសិនបាទអញ្ចឹងឥឡូវខ្ញុំចង់ទិញកាមេរ៉ាបាទខ្ញុំចង់ទិញកាមេរ៉ាអញ្ចឹងខ្ញុំដាក់អីគេខ្ញុំដាក់ថាបាយកាមេរ៉ាអញ្ចឹងមកយើងសេប្រកបជាភាសាអង់គ្លេសក៏បានយើងមិនខ្វល់ទេខ្ញុំថាខ្ញុំចង់ទិញកាមេរ៉ាអញ្ចឹងខ្ញុំវាយពេលថាបាយកាមេរ៉ាខ្ញុំ enter បាទពេលនោះវាចេញព័ត៌មានជាច្រើនអ្វីយើងកំពុងឃើញនេះគឺជា URL ជាចំណុច link ទៅកាន់ website ដែលតាក់ទងទៅនឹងកាមេរ៉ាឃើញទេកន្លែងគេដាក់កាមេរ៉ាជាច្រើនគេដាក់ shopping result for buy camera បាទណាអូខេអញ្ចឹងខ្ញុំអាចចុចកន្លែងនេះមួយមកនេះកន្លែងគេដាក់ថាគេ buy camera UK digital camera ឃើញទេបាទខ្ញុំចុចលើវាមួយមកពេលនោះវានឹងចេញព័ត៌មានច្រើនទៀតឃើញទេអញ្ចឹងអ្វីយើងកំពុងឃើញនេះវាជា website មួយសម្រាប់លក់នៅកាមេរ៉ាវាមាន free បាទមានលក់អីខ្លះ free អីខ្លះក្នុងតម្លៃប្រមាណវាមានដាក់លើហ្នឹងយល់បាទហើយសម្រាប់ website លក់កាមេរ៉ាមិនមែនមានតែមួយហ្នឹងវាអាចមានច្រើនទៅទៀតយល់បាទអញ្ចឹងខ្ញុំបកមកវិញខ្ញុំចង់បញ្ជាក់ថានៅត្រង់កន្លែង Google នេះបាទនៅត្រង់កន្លែង Google យើងចង់អីយើងចង់រកអីយើងឆ្ងល់យើងវាយ search ដែរហ្នឹងហើយ search មកចាំវាយចាំពាក្យត្រូវហើយយើងវាយភាសាខ្មែរនៃក៏បានគិតអង់គ្លេសក៏បាននេះស្រួលជាងឥឡូវចង់រក game ខ្ញុំមិនដឹងថា website game មួយហ្នឹងខ្ញុំអីពាក្យ game អញ្ចឹងមកខ្ញុំចង់អីគេខ្ញុំចង់ download ឬក៏ free game free game អញ្ចឹងខ្ញុំមើល game អាណា free បាទនៅកណ្ដាលគេណា game go free បាទអញ្ចឹង game go free ខ្ញុំចុចលើវាមួយមកពេលនោះវាលោតទៅកាន់ website ដែលវា free game បាទឃើញទេអញ្ចឹងអ្វីយើងកំពុងឃើញនេះគឺជា website មួយវាផ្ទុកនៅ game ខ្លះ free game ខ្លះវាលក់នេះគេដាក់ថាគេ PC game for play បាទអញ្ចឹង game នេះសម្រាប់ computer game នេះសម្រាប់ computer នេះគេដាក់ free full game ចានេះ free ណាបាទទីមកក្រុមទៀតមកវាមាន game ដទៃទៀតតនេះកន្លែងហ្នឹងបាទអូខេ recommend game free អូខេនេះសិតតែ free ទាំងអស់នេះមានបណ្ដាញម៉ូតូមានហោះមានអីមានបាញ់នេះទៅដើមតោះអូខេខ្ញុំបិទអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាបានយល់ពីអ៊ីនធឺណិតហើយណាបាទអញ្ចឹងអាតកតងទៅនឹងព័ត៌មានសំខាន់ផ្សេងទៀតខ្ញុំនឹងបង្ហាញនៅពេលក្រោយទៀតគ្រាន់តែក្នុងវីដេអូនេះខ្ញុំគ្រាន់ចង់និយាយថាស្អីគឺអ៊ីនធឺណិតអូខេមួយទៀតខ្ញុំចង់បញ្ជាក់ឡើងនេះបន្តិចពេលខ្លះយើងជួបមិត្តភក្តិយើងបែកគ្នាយូរហើយយើងសួរថាអូពួកម៉ាក់មានអ៊ីមែលអត់ណាអញ្ចឹងពួកម៉ាក់ថាឥឡូវនេះអ៊ីមែលរបស់ខ្ញុំ it.nida@gmail.com បាទមួយទៀតអានេះខ្ញុំដាក់ន័យធៀបរបស់វា
mình smart này bạn vì copy ở mỗi tiết ninh đại cái www.myfree.com bạn ở với những cái phong khơi này it.nida@gmail.com mình khai email bạn email xây than bởi dương về số sắp với đôi chỉ tụ sắp lịch tụ sắp môi chân dương ai call từ dương ai nhà xa từ xong cho thằng mẹ call tới nè nhà xa chẳng nhầm trong nhà xa nhầm trong nhà email một cái là xây than này bà ní it.nida@gmail.com này là khai thằng email address đưa có email account rồi là bà anh này chẳng này ní với mà mình chỉ email rồi bà anh ấy cái URL rồi có domain name rồi có address này website bạn học nia pi năng bà cùng chờ lòng nó chạy nè đặt cho mà po mai dân xui dân thà po mai mình email cho mua ấy này dân bạc này toàn này bán cho bộ vào số ta po mai thời gian là cầm hôn ná nhưng thời gian là cầm hôn không ai free cho cầm hôn po mai mình website ấy mình website to luôn đấy bà này chỉ xây thành website là một cầm hôn như lời bà chỉ port mình một cầm hôn mình men này thì toàn này là năng mà ok trong bộ miền Tây nha chẳng lại nó dừng ai còn mộtក្រុមការគ្នាខ្ញុំដើម្បីជួយ user សម្រួលការងារទៀត